ថ្មីដែលហៅថាច្បាប់ទី1គឺវាគូបន្ទាត់ណាវាធ្វើផ្លូវឲ្យយើងច្បាប់អ្នកឯងធ្វើបានតែប៉ុណ្ណេះអ្នកឯងអត់អាចធ្វើប៉ុណ្ណេះបានទេវាដាក់លបងឲ្យយើងដើរចឹងហ្មងណាវាដាក់លបងឲ្យយើងដើរច្បាប់ទី1គឺអញ្ចឹងលក្ខណៈទី1របស់ច្បាប់វាគូបន្ទាត់សកម្មភាពមនុស្សឲ្យដើរប៉ុន្តែតែមានតែមួយលក្ខណៈហ្នឹងច្បាប់អត់ត្រូវបានមនុស្សទាំងអស់គ្នាគោរពទេព្រោះវានឹកក្នុងចិត្តថាបើអញមិនគោរពច្បាប់ក៏មិនដឹងអាណាធ្វើអីអញដែរតែវាមានអារម្មណ៍អញ្ចឹងហើយគឺវាអត់គោរពទេអញ្ចឹងដើម្បីហៅថាច្បាប់ត្រូវមានលក្ខខណ្ឌទី2ទៀតលក្ខខណ្ឌទី2គេធ្វើម៉េចគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យមនុស្សទាំងអស់គ្នាក្នុងសង្គមរួមទាំងស្ដេចនាយករដ្ឋមន្ត្រីផងបាក់ពួកក្រុមគ្រួសារគាត់ផងមានអារម្មណ៍ថាបើអញធ្វើខុសនឹងច្បាប់អញក៏មានរឿងដូចតែគេដែរដើម្បីឲ្យបងប្អូនច្បាស់រឿងហ្នឹងបងប្អូនណាកុំមើលប្រទេសយើងរៀនមើលតាំងពិភពលោកថាគេថាស្ថាប័នពិភពលោកធំជាងគេអង្គការសហប្រជាជាតិស្ថាប័នធំជាងគេមកពិភពលោកគឺអង្គការសហប្រជាជាតិពីព្រោះវារួមដោយប្រទេសច្រើនណាស់ដូច្នេះអង្គការសហប្រជាជាតិធំជាងគេតើអង្គការសហប្រជាជាតិសម្រាប់វាយប្រទេសណាឬជួយប្រទេសណាហើយដឹងតែជួយបានដឹងតែវាយខ្ទេចហើយបងប្អូនសម័យទៅឃើញអញ្ចឹងប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងបងប្អូនមើលពីណាមានឥទ្ធិពលទៅលើអង្គការសហប្រជាជាតិហ្នឹងអាមេរិកកាំងវាមិនដែលខ្លាចអង្គការសហប្រជាជាតិនឹងអីមិនតិចអង្គការសហប្រជាជាតិមិនដែលធ្វើក្តាប់អាចអីអាមេរិកកាំងអីតិចទី1អាមេរិកកាំងប្រទេសទាំងអស់រាប់រយប្រទេសជាសមាជិកអង្គការសហប្រជាជាតិអាមេរិកកាំងតែឯងកាលពីមុនឆ្នាំ2000វាបង់លុយ 25% លុយបានមក100អាមេរិកកាំងបង់ 25%តែឥឡូវពីឆ្នាំ2000ដល់ឥឡូវវាបញ្ចុះបន្តិចអាមេរិកកាំងបង់ 22% ប៉ុន្តែរាល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសផ្សេងៗអាមេរិកកាំងនៅតែបង់ 25% ទីស្នាក់ការអង្គការសហប្រជាជាតិនៅឯញូវយ៉កទៀតក្នុងប្រទេសអាមេរិកកាំងទៀតអាមេរិកកាំងវាចង់ទៅវាយប្រទេសណាបងប្អូនមិនដែលទៅចាំអង្គការសហប្រជាជាតិសម្រាប់ទេមើលឥឡូវវាវាយអ៊ីរ៉ាក់ទៀតពងទៅវាយអ៊ីរ៉ាក់ទៀតហើយសម្ព័ន្ធមិត្តវាទៅវាយជុំគ្នានៅនោះបើមិនអាមេរិកកាំងទេអង្គការអូតង់នឹងហ្មងគឺសម្ព័ន្ធមិត្តយោធារបស់សហគមន៍អឺរ៉ុបនឹងហ្មងចេញមុខវាយអង្គការសហប្រជាជាតិខាត់ក៏មិនស្ដាប់ដែរវាមិនដែលស្ដាប់អីទេវាអត់ខ្លាចទេបងប្អូនហេតុអីបានវាមិនខ្លាចវាថាអង្គការសហប្រជាជាតិនឹងបានអាចអីមានតែឈ្មោះហ្នឹងថាជាអង្គការមួយហ្នឹងប៉ិនកំភ្លើងក៏គ្មានលុយក៏គ្មានគ្រាន់តែជាស្ថាប័នខ្យល់មួយហ្នឹងអញអាមេរិកកាំងអញមានប្រទេសអញមានលុយអញមានសភាវុធបើអញមិនខ្លាចហែងណាតែហែងធ្វើអីអញអញ្ចឹងហើយបានប្រទេសតូចច្រើនណាស់ស្កោតទោសថាម៉េចទេស្កោតទោសថាអង្គការសហប្រជាជាតិនឹងដូចអាយ៉ងរបស់អាមេរិកកាំងអញ្ចឹងដូចអាយ៉ងរបស់ប្រទេសបារាំងអញ្ចឹងដូចអាយ៉ងរបស់រុស្ស៊ីអញ្ចឹងដូចអាយ៉ងរបស់ចិនអញ្ចឹងឲ្យតែប្រទេសខ្លាំងវាគ្មានខ្លាចអង្គការសហប្រជាជាតិអីបន្តិចទេបងប្អូនមើលរុស្ស៊ីមើលបងប្អូនតំបន់គ្រីមៀជាផ្នែកមួយរបស់ប្រទេសអ៊ុយក្រែនហើយវានៅជាប់ព្រំដែនរុស្ស៊ីដូចយើងខេត្តស្វាយរៀងខេត្តហ្នឹងជាខេត្តរបស់ខ្មែរតែវានៅជាប់ព្រំដែនយួនដល់ពេលអញ្ចឹងយួនវាមកនៅច្រើនណាដល់រួននៅច្រើនយូរទៅវាផ្ដាច់រដ្ឋហ្នឹងចូលទៅប្រទេសវៀតណាមទៅអញ្ចឹងស្វាយរៀងវាបោះឆ្នោតតែគ្នាវាហ្នឹងប្រជាមតិសូមជាប់ខ្លួនទៅស្រុកយួនទៅអញ្ចឹងអាតំបន់គ្រីមៀហ្នឹងជារបស់អ៊ុយក្រែនច្បាប់គេថាមិនអោយបោះឆ្នោតប្រជាមតិមិនអោយអីអញ្ចឹងទេណាវាធ្វើតែខ្លួនវាហ្នឹងតំបន់គ្រីមៀហ្នឹងហើយមានរុស្ស៊ីហ្នឹងគ្រប់គ្រងពីក្រោយធ្វើប្រជាមតិហ្នឹងស្មារតីអង្គការសហប្រជាជាតិហ្នឹងហើយនឹងប្រទេសសង្កេតការច្រើនណាស់គេថាដឹកស្លឹកឆ្នោតទៅទាំងធំមកចេះតែបោះយកទៅធ្វើមិនឲ្យតែគ្រប់កិច្ចទៅបានស្លឹកឆ្នោតហ្នឹងហាច់ចង់ 90% គ្រប់គ្រងថាផ្ដាច់រដ្ឋហ្នឹងចេញពីប្រទេសខ្មែរទៅជាប់នឹងប្រទេសយួនរុស្ស៊ីយកបាត់ដល់ថ្ងៃហ្នឹងអាមេរិកកាំងស្កោតទោសផងអីផងទៅធ្វើអីបានខ្ញុំចង់និយាយថាម៉េចបងប្អូនខ្ញុំចង់និយាយថាពិភពលោកនេះអាណាខ្លាំងអានឹងឈ្នះហើយអញ្ចឹងបងប្អូនអាចឹងអាណាខ្លាំងអានឹងឈ្នះហើយអង្គការសហជាតិធំប៉ុណ្ណាក៏ដោយតែមិនដែលឈ្នះពួកអាមេរិកកាំងពួកចិនពួកសូវៀតហ្នឹងទេពួកហ្នឹងជាប្រទេសខ្លាំងក្នុងលោកវាអត់ស្ដាប់អង្គការសហជាតិអីទេអង្គការសហជាតិហ្នឹងមានតែឈ្មោះទេបងប្អូនប៉ុន្តែអំណាចពិតប្រាកដគឺអត់មានទេដូចគ្នាជាមួយប្រទេសខ្មែរយើងបងប្អូនច្បាប់មានអញ្ចឹងថានាយករដ្ឋមន្ត្រីដោយស្ដេចដោយរដ្ឋមន្ត្រីដោយត្រូវគោរពច្បាប់ប៉ុន្តែបើគេខ្លាំងគេមានគោរពច្បាប់អីបងប្អូនគេមានគោរពអីដូចអាមេរិកកាំងវាអត់ខ្លាចអង្គការសហប្រជាជាតិអីវានៅតែប្រាប់ថាចុះបើច្បាប់អង្គការសហប្រជាជាតិចែងអញ្ចឹងបើអញមិនគោរពហើយធ្វើអីអញចង់សួរតែប៉ុណ្ណឹងហេមកវាយអញឲ្យបានអាណាវាយបើទ័ពអង្គការសហប្រជាជាតិហ្នឹងត្រូវរៃអង្គៀងពីទ័ពសមាជិកប្រទេសមួយហ្នឹងទៅ
ហើយចុះបើអញមិនចូលរួមអាណាវាយអញអញ្ចឹងដល់ពេលអញ្ចឹងអង្គការសហជីវជាតិហ្នឹងអាចទៅរាល់ថ្ងៃស្រុកខ្មែរអញ្ចឹងបងប្អូនអញ្ចឹងបានខ្ញុំចង់ហៅប្រជាពលរដ្ឋតូចតាចដែលជាជនរងគ្រោះហ្នឹងមកជុំគ្នាដើម្បីពិភាក្សាគ្នាមើលថាយើងពងរងគ្រោះគេធ្វើបាបរាល់ថ្ងៃនេះច្បាប់របស់យើងខ្លាចចង់ងាប់ហើយគេអត់ខ្លាចច្បាប់នេះយើងប្រជុំគ្នាមើលតើរឿងហ្នឹងត្រូវដោះស្រាយមិនដោះស្រាយបានបងប្អូនដោះស្រាយបានមិនមែនដោះស្រាយអត់បានទេដើម្បីឲ្យមនុស្សទាំងអស់គ្នាក្នុងសង្គមខ្លាចច្បាប់បងប្អូនគេមានវិធានការរបស់គេបើសិនណាជាបុគ្គលនឹងកាន់អំណាចប្រមូលផ្ដុំមកបងប្អូនទោះបីបងប្អូនចង់ឲ្យគេធ្វើអីតាមឆន្ទៈរបស់យើងឧទាហរណ៍គេនាំជនភៀសខ្លួនអាចតែជុកនោះមកពីអូស្ត្រាលីមកដាក់ស្រុកខ្មែរហើយយើងវាមិនចង់ដល់យើងមិនចង់យើងទាញគេឲ្យមកធ្វើតាមយើងគេមកបងប្អូនតែឃើញឡានឡានវាបើកទៅមុខចឹងស្រួលណាដល់ពេលវាបែកកង់ដល់បែកកង់វាទៅតឹងដល់កង់វាទៅតឹងបងប្អូនទាញចកោតមកណាទាញអត់មកទេវាវត្តទៅទាំងចកោតហ្នឹងបើបងប្អូនទាញចកោតហ្នឹងខ្លាំងបងប្អូនទាញបានមកទៅចកោតហ្នឹងអាកង់ហ្នឹងវាទៅក្នុងហ្មងវាទៅរត់ឈួកទៅរកអីច្រាច់ទៅវាទៅតាមអំណាចប្រមូលផ្ដុំហើយបងប្អូនមិនបាច់ទាញទេអាត្រង់ហ្នឹងដែលខ្ញុំប្រាប់ថាបងប្អូនហ្នឹងមិនបាច់ទៅសំណូមពរអ្នកដឹកនាំកាន់អំណាចប្រមូលផ្ដុំទេគេចំទឹកក្តិតទៅគេស្ដាប់បងប្អូនទេតែបងប្អូនអត់យកកំណត់ខ្ញុំទៅពិចារណាទេស្ដាប់តែសំយ៉ាងស៊ីហ្នឹងទៅបាតកម្មរហូតដល់ពេលងាប់អាណាងាប់បងប្អូន